បាយសាច់មាន់15000បាយសាច់ជ្រូក8000កាទៀវមួយចាន10000ទីតាំងបងអនឯងមកបើសិនជាបងប្អូនទាំងអស់គ្នាគាត់ចង់មកមណ្ឌលគិរីលេងអញ្ចឹងណាមកពីគោព្រៃមកប្រហែលជាប្រហែលម៉ែត្រដល់ហ្មងជាប់លបងសាលារៀនចាខាងស្ដាប់ដៃហ្នឹងគឺមុនគេហ្មងចាតែបើសិនជាអាហ្នឹងតម្លៃញ៉ាំហ្នឹងតែបើខ្ចប់សុំលើ1000ដោយសារឥឡូវហ្នឹងអ៊ីប្រើប្រអប់អញ្ចឹងចាអ៊ីប្រើប្រអប់ហ្នឹងគឺកាត់បន្ថយជំងឺមហារីកអញ្ចឹងទឹកស៊ុបក៏អ៊ីប្រើហ្នឹងដែរណាដល់អញ្ចឹងអាញ៉ាំផ្សេងតែអាខ្ចប់ហ្នឹងគឺលើតែ1000មួយមុខគេបាយមាន់ហើយណាំបាយសកោប្រឡាក់មើលទេណាប្រឡាក់ខ្លួនឯងណាប្រឡាក់ខ្លួនឯងនោះហើយនឹងបាយសាច់ជ្រូកអាំងកាទៀវបាញ់កាញ់លោតមីដុំមីសួរមីកញ្ចប់ពេលថ្ងៃមានបាយឡុកឡាក់មានម្ហូបកំងមានមីឆាលោតឆាបាយម្ហូបកំងចាបាយម្ហូបកំងមានទាំងអស់ហ្នឹងបាយម្ហូបកំងហ្នឹងនិយាយរួមទៅដូចថាញ៉ាំសួរប្រហែលអ្នកអញ្ចឹងអ៊ីលុយឲ្យអញ្ចឹងណាអ៊ីលុយឲ្យគេហៅថាញ៉ាំប្រហែលអ្នកអញ្ចឹងអ៊ីលុយឲ្យបងម្នាក់ឯងអស់តែ20000ហ្នឹងឆ្អែតមួយមុខចាដូចជាយកតែមន់ស្រែហ្មងណាអត់មានលក់មន់បិសាហើយហ្នឹងឯងមន់ស្រែអត់មានលក់មន់បិសាចាគឺបាយទឹកមន់យកទឹកមន់ដាំណាយើងស្ងោរមន់ហ្នឹងយកទឹកហ្នឹងមកដាំបាយមន់ចាបងអ្នកអំពេញមកគាត់អត់ម្លងឯហ្នឹងអ្នកអំពេញមកនឹងតែគាត់មកហើយដាក់មកចាបាយស៊ីជ្រូកសុំតែខ្លាញ់អត់ចាសួរចាពីណាចឹងហ្នឹងអស់កន្លុកហ្នឹងថ្ងៃហ្នឹងនេះ3ជាន់លោកប្រធានភូមិបងអរគុណបងខ្វេនេះខ្វេកាន់នៅហ្នឹងខ្វេធម្មជាតិនេះខ្វេនេះខ្វេបាទនឹងយើងឆុងហ្វីនណាកាលណាយើងបើយើងឆុងអត់ឆុងហ្វីនយើងពេលមនុស្សភ្ញៀវបុកមកយើងឆុងអត់តនេះចាក់យើងក្លុកវាឲ្យវាឈ្ងុយឲ្យវាសប់ណាអត់ឆ្ងាញ់អូឆុងអត់ឆ្ងាញ់ទេតយើងក្លុកវាដោះគោស្រស់ពណ៌ស្អាតទេឆ្ងាញ់ហ្មង3នាក់ដាក់នេះមួយទៀតតែជ្រក់មួយទៀតឆ្ងាញ់តែជ្រក់អូអ្នកចង់នេះអីអូខេឆ្ងាញ់មកដោះគោវេក្តៅវេអីតែជ្រក់ខ្ញុំយកតែជ្រក់មួយក្បែរដោះគោមកចឹងហ៎នេះមកកៅ5000បាទនេះលក្ខណៈធម្មជាតិយើងអត់ប្រើមេប្រើអីទេដើម្បីកុំឲ្យខូចសុខភាពគេក៏ចង់ហូបអន់សុខភាពយើងក៏សុខភាពទាំងអស់គ្នាអញ្ចឹងណាតែពណ៌ផ្លែពណ៌មើលទៅគួរញ៉ាំឆ្ងាញ់នេះដាក់ទៅអូខេដល់ពេលទៅចាក់ទៅមកដាក់ឈ្មោះហ្នឹងហ្មងឈ្មោះហ្នឹងល្បីដល់ឥឡូវហ្នឹងតាមខេត្ត
ហ្នឹងហើយចា មក ដាក់ ហាងចិន អូមិនចិនទេខ្មែរសិតហ្មងនៅតែខ្មែរអីអ្នកតែខ្មែរ អូ អ្នកតែខ្មែរ ខ្ញុំ កដាល សាច់មាន់ ចាមកឲ្យណាំអត់ណាចា